ស្វាគមន៍ព្រះអស់ជាមួយទងជ័យយើងឲ្យជឿថាទស្សនៈរបស់ព្រះគម្ពីរគឺមកពីព្រះជាម្ចាស់ហើយក៏នៅតែមានចំណុចមួយទៀតបាទគឺថ្មីរហូតសម្រាប់យើងអញ្ចឹងបានជាគេនិយាយថាព្រះគម្ពីរគឺជាមគ្គុទ្ទេសក៍ជីវិតសម្រាប់យើងអញ្ចឹងបើយើងចង់បានប្រាជ្ញាយើងចង់ដឹងពីរបៀបរស់នៅការធ្វើជីវិតគំរូគឺនៅក្នុងព្រះគម្ពីរមានទាំងអស់សូម្បីតែការគ្រប់គ្រងកំហឹងតំណាក់តំណងប្តីប្រពន្ធគ្រួសារក្រុមជំនុំស្រ័យឡាសរសើរ